បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នេះតិសាវីដេអូមួយនេះគឺខ្ញុំនឹងលើកយកមកនិយាយអំពីការវិវត្តថ្មីបន្តទៀតទាក់ទិនទៅនឹងចំនួនរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនមែនតើខ្ញុំមិនជំនាញទាក់ទិនទៅនឹងរឿងសារព័ត៌មានទេប៉ុន្តែដោយសារតែចំណងជើងលយពេកអញ្ចឹងខ្ញុំក៏លើកមកជម្រាបជូនអ្នកទាំងអស់គ្នាតែម្ដងទៅដោយចំណងជើងគឺត្រូវបានគេដាក់ថាអ៊ុយក្រែននិងរុស្ស៊ីពន្លះគ្នាអស់ដៃថ្ងៃអនុវត្តបទឈប់បាញ់លើកដំបូងអញ្ចឹងបន្ទាប់ពីមានបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែនរយៈពេល3ថ្ងៃហើយទើបតែថ្ងៃដំបូងនៃការអនុវត្តបទឈប់បាញ់នេះតែប៉ុណ្ណោះភាគីទាំងពីរនឹងក៏បានបាញ់គ្នាទៅវិញទៅមកអស់ដៃតែម្ដងអញ្ចឹងសម្រាប់ខ្លឹមសារគេសរសេរថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនប្រកាសថារុស្ស៊ីបានធ្វើខុសនឹងការសន្យារបស់ខ្លួនដែលថាផ្អាកបាញ់គ្នា3ថ្ងៃដើម្បីអបអរសាទរខួប80ឆ្នាំនៃទិវាជ័យជំនះហេតុផលនោះគឺអ៊ុយក្រែនយល់ថាបទឈប់បាញ់នេះគឺគ្រាន់តែជាការលបឡែឬជាឆាកល្ខោនបំភាន់ភ្នែករបស់រុស្ស៊ីទៅលើអន្តរជាតិតែប៉ុណ្ណោះចំណែករុស្ស៊ីវិញក៏មិនសំងំស្ងៀមដែររុស្ស៊ីអះអាងថាអ៊ុយក្រែនក៏បន្តបាញ់ប្រហារដាក់មូលដ្ឋានរបស់រុស្ស៊ីដូចតែគ្នាទេអញ្ចឹងទៅតែថ្ងៃទី1នៃបទឈប់បាញ់អ៊ុយក្រែនចោទថារុស្ស៊ីនៅតែបាញ់អ៊ុយក្រែនហើយរុស្ស៊ីក៏ចោទអ៊ុយក្រែនថានៅតែបាញ់រុស្ស៊ីដដែលបើយោងទៅតាមសារព័ត៌មានបានសរសេរថាសកម្មភាពផ្ទុះអាវុធដាក់គ្នាទោះជាយ៉ាងណាវាក៏រៀងថយជាងរាល់ដងដែរកាលពីយប់មិញចាប់ពីពេលរំលងអាធ្រាត្រទៅគេមិនបានឮសំឡេងផ្ទុះគ្រាប់បែកមិនឮសំឡេងកំភ្លើងនៅតាមទីក្រុងតូចធំរបស់ប្រទេសអ៊ុយក្រែននោះទេដូចនេះប្រជាជនអ៊ុយក្រែនអាចគេងលក់ស្រួលបានពី3យប់ដែរចាំដល់ពេលដែលរុស្ស៊ីរៀបចំកម្មវិធីចប់ប្រហែលជាត្រូវជំរះបញ្ជីនិងស្រង់ដើមវិញជាមិនខានអញ្ចឹងនេះគឺជារឿងល្អសម្រាប់អ៊ុយក្រែនដែរអ្វីត្បិតថាមានការបាញ់គ្នាប៉ុន្តែសកម្មភាពនៃការបាញ់គ្នាទៅវិញទៅមកវារាំងស្ងាត់បន្តិចគឺអត់ទាន់ឮសំឡេងនៃការបាញ់គ្នាទៅវិញទៅមកដូចរាល់ដងនោះទេគឺប្រជាពលរដ្ឋអ៊ុយក្រែនអាចនឹងគេងលក់ស្រួលបានរយៈពេល2-3យប់ដែរហើយបើនិយាយពីរុស្ស៊ីវិញយប់មិញនេះក៏គេចាត់ទុកថារុស្ស៊ីផ្អែមមាត់ផងដែរគឺដោយសារតែអ៊ុយក្រែននឹងបានបញ្ជូនដ្រូនរាប់សិបគ្រឿងហោះសម្ដៅទៅទីក្រុងមូស្គូដើម្បីវាយប្រហារខណៈពេលនៅខ្វះតែប្រហែល3ម៉ោងទៀតតែប៉ុណ្ណោះប្រធានាធិបតីចិននឹងជិះយន្តហោះទៅដល់ទីក្រុងមូស្គូអភិបាលក្រុងមូស្គូបញ្ជាក់ថាខែលការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនភាគច្រើនបំផុតមុនពេលពួកគេហោះទៅដល់គោលដៅចុងក្រោយអញ្ចឹងនេះគឺជារឿងល្អសម្រាប់រុស្ស៊ីមានន័យថារុស្ស៊ីឆ្ងាញ់មាត់ដែរនៅពេលដែលអ៊ុយក្រែនបានលបធ្វើការវាយប្រហារដោយដ្រូនប៉ុន្តែត្រូវបានខែលការពារនឹងធ្វើការបាញ់ទម្លាក់ដ្រូនទាំងនោះស្ទើរតែអស់តែម្ដងអញ្ចឹងបើយោងទៅតាមសារព័ត៌មានដដែលបានសរសេរថានៅល្ងាចថ្ងៃប្រហ័សរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបង្ហោះសារនយោបាយរបស់ខ្លួននៅលើបណ្ដាញ X ថាដោយការទស្សន៍ទាយមែនបទឈប់បាញ់ដែលប្រកាសដោយលោកពូទីននោះគ្រាន់តែជាការលបឡែតែប៉ុណ្ណោះកងទ័ពរុស្ស៊ីនៅតែបន្តវាយប្រហារនៅលើគ្រប់សមរភូមិយោធាទាំងអស់ចាប់តាំងពីពាក់កណ្ដាលអាធ្រាត្ររហូតដល់ថ្ងៃត្រង់រុស្ស៊ីបានធ្វើផ្ទុយពីបទឈប់បាញ់734ករណីនិងបើកប្រតិបត្តិការសឹកវាយប្រហារធំចំនួន63លើករហូតដល់ពេលនេះប្រតិបត្តិការសឹក23របស់ពួកគេនៅតែបន្តនៅឡើយទេរដ្ឋមន្ត្រីរូបនេះថ្លែងថារដ្ឋាភិបាលរបស់លោកបានបញ្ជូនសារទៅឲ្យសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីជ្រាបជាដំណឹងហើយឥឡូវយើងងាកទៅមើលខាងរុស្ស៊ីវិញម្ដងថាតើរុស្ស៊ីបាននិយាយអ្វីខ្លះទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ីមកចុះផ្សាយថាអ៊ុយក្រែនបានវាយប្រហារទៅលើគោលដៅរបស់រុស្ស៊ី488ករណីជាពិសេសសម្រាប់វាយប្រហារខ្លាំងជាងមុន2ដងទៅលើតំបន់ខឺសចឹងបន្ទាប់ពីអ៊ុយក្រែនចោទរុស្ស៊ីថាមិនព្រមអនុវត្តបទឈប់បាញ់នៅតែបន្តវាយប្រហារអ៊ុយក្រែនខាងរុស្ស៊ីក៏បានលើកមកបញ្ជាក់ផងដែរថាខាងអ៊ុយក្រែនក៏មិនព្រមឈប់ទៅលើការវាយប្រហារផងដែរគឺខាងអ៊ុយក្រែនបានវាយប្រហារទៅលើរុស្ស៊ីរហូតដល់488ករណីឯណោះហើយបើវិភាគពីការវាយប្រហារគឺវាខ្លាំងជាងមុនរហូតដល់2ដងឯណោះនៅក្នុងតំបន់ខឺសអញ្ចឹងនៅក្នុងសារព័ត៌មានដដែលគឺបានសរសេរបន្តថារហូតទាល់នឹងពេលនេះបទឈប់បាញ់3ថ្ងៃគឺមិនត្រូវបានអ៊ុយក្រែនប្រកាសទទួលយកទេដូច្នេះអ៊ុយក្រែនសូមរក្សាសិទ្ធិមិនអនុវត្តជាដាច់ខាតតាមបទឈប់បាញ់ដែលប្រកាសជាឯកតោភាគីដោយលោកពូទីនអ៊ុយក្រែនរហូតដល់ទៅហ៊ាននិយាយថាលោកពូទីនប្រកាសបទឈប់បាញ់ដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះគាត់ចង់បង្ហាញប្រាប់ពិភពលោកថា
គាត់ចង់បញ្ចប់សង្គ្រាមយ៉ាងខ្លាំងប៉ុន្តែណាស់តែអ៊ុយក្រែនទៅវិញទេដែលមិនព្រមឈប់បាញ់សូម្បីតែអ្នកនាំពាក្យវិមានក្រឹងឡាំងក៏និយាយដែរថាបទឈប់បាញ់នេះជាវិញ្ញាសាវាស់ស្ទង់ជំហររបស់អ៊ុយក្រែនពិភពលោកអាចមើលឃើញទាំងអស់គ្នាថាតើអ៊ុយក្រែនមានចិត្តចង់បញ្ចប់សង្គ្រាមដែរឬទេអ្នកនាំពាក្យយោធាអ៊ុយក្រែនថ្លែងថារុស្ស៊ីបន្តវាយលុកយ៉ាងខ្លាំងក្លាទៅលើសមរភូមិមួយចំនួននៅភាគខាងកើតរុស្ស៊ីក៏បានទម្លាក់គ្រាប់បែកនៅតំបន់មូស៊ីផងដែរដែលបណ្ដាលឲ្យមានមនុស្សរងរបួសរហូតដល់2នាក់អញ្ចឹងទាំងអស់នេះគឺជាការដកស្រង់ចេញពីប្រភពសារព័ត៌មាន Reuters និងប្រភពសារព័ត៌មានដទៃទៀតដើម្បីធ្វើការយកមកបន្ស៊ីគ្នាអំពីស្ថានភាពនៃការលើកឡើងរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនអញ្ចឹងបើយើងមើលទៅក្នុងសារព័ត៌មាននេះរុស្ស៊ីហើយនិងអ៊ុយក្រែនគឺនៅតែមិនព្រមឈប់បាញ់ទៀតទោះបីជាមានបទឈប់បាញ់រយៈពេល3ថ្ងៃក៏ដោយរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តបាញ់គ្នាដដែលជាពិសេសភាគីនឹងនៅតែចោទគ្នាទៅវិញទៅមកថាជាអ្នកបង្ករឿងមុនហើយមិនមានភាគីណាចង់បញ្ចប់សង្គ្រាមនោះទេសូម្បីតែអ៊ុយក្រែនដែលជាអ្នកចាញ់ព្រៀបក៏ដោយក៏មិនមានគំនិតចង់បញ្ចប់សង្គ្រាមផងដែរអញ្ចឹងនេះគឺជាស្ថានភាពនៃការវិវត្តថ្មីរវាងចំនួនរុស្ស៊ីហើយនិងអ៊ុយក្រែនអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេករណីដែលមានការអាប់ដេតព័ត៌មានថ្មីខ្ញុំនឹងលើកមកជម្រាបជូនអ្នកទាំងអស់គ្នាបន្តទៀតជួបគ្នានៅក្នុងវីដេអូក្រោយ